ជួបជុំជាមួយបងប្អូនទាំងអស់ក្នុងនៅនេះហើយខ្ញុំអរគុណព្រះដែលព្រះអង្គបាននាំដល់បងប្អូនខ្ញុំនិងបងស្រីខ្ញុំនិងពួកម៉ាក់មិត្តសម្លាញ់ខ្ញុំយ៉ាងល្អបានមកជុំគ្នាហើយខ្ញុំមានទីបន្ទាល់ខ្លីពីលក្ខណៈដែលការដែលខ្ញុំមករស់នៅអូខេខ្ញុំមករស់នៅទីនេះខ្ញុំពេលខ្ញុំមកដល់ក្នុង United States ខ្ញុំសូមព្រះថាទោះបីជាមានការឧបសគ្គយ៉ាងណាក៏ដោយខ្ញុំសូមព្រះថាឲ្យខ្ញុំមានពេលមានឱកាសធ្វើការថ្វាយព្រះពេលដែលខ្ញុំអត់ចង់ធ្វើការថ្ងៃទឹកបើសិនជាខ្ញុំធ្វើថ្ងៃទោះបីយ៉ាងណាក៏អត់សូមព្រះខ្ញុំសូមព្រះមករហូតនៅពេលនេះព្រះអង្គឆ្លើយតបខ្ញុំបានធ្វើការថ្វាយព្រះនៅខ្ញុំនៅរដ្ឋយូថាខ្ញុំនៅអាកាសហើយខ្ញុំបានរួបរวมគ្នាជាមួយនឹងអ្នកដែលទៅជឿព្រះថ្មីហើយក៏ព្រះអង្គបានប្រើខ្ញុំនៅក្នុងជាដំបូងខ្ញុំនិងម្ដាយខ្ញុំម្ដាយខ្ញុំគាត់ជួយពង្រៀនអ្នកដែលនៅក្នុងអ្នកថ្មីដែលអត់ទាន់តែបានស្គាល់ព្រះខាងចាស់ដូចគ្នាហើយខ្ញុំក៏បាននៅប្រហែលជាមនុស្សដែលសកលខ្ញុំហើយមានpastor ពីរនាក់Charlie ហើយMonet ដែលគេបានរៀននៅពេលនោះគាត់ថាស៊ីថាធ្វើយ៉ាងម៉េចទៅដើម្បីបង្កើតក្រុមជំនុំហើយខ្ញុំថាឲ្យដើរសួរសុខទុក្ខតាមផ្ទះគាត់ក៏បានធ្វើទាំងអស់គ្នាក៏បានទៅក៏បានកើតជាក្រុមជំនុំមួយនៅថាគឺក្រុមជំនុំខ្មែរដែលChristian Church នៅនឹងដល់ពេលបន្ទាប់មកទៀតខ្ញុំក៏បានប្តីខ្ញុំរៀបការខ្ញុំប្តីខ្ញុំអត់យល់ក្នុងភាសាអង់គ្លេសនិងខ្មែរខ្ញុំបានទៅវាយបង្គំជាភាសាអង់គ្លេសដើម្បីឲ្យយល់ទាំងអស់គ្នាខ្ញុំទៅខ្មែរអង់គ្លេសដល់ពេលចឹងទៅខ្ញុំក៏បានពេលខ្ញុំមកចូលក្នុងជើញវិហារតែមួយក៏ប៉ុន្តែមានអង់គ្លេសនិងខ្មែរហើយខ្ញុំក៏បានចូលលក្ខណៈធ្វើការថ្វាយព្រះក្នុងជួយខាង homeless គេហៅថាឥឡូវហ្នឹងរាល់ថ្ងៃគេហៅថា family promise ដល់ពេលខ្ញុំជួយទៅក្នុងគេជួយជាមួយនឹងម៉ែមានតែខ្ញុំម្នាក់ឯងហើយទៅវាមានលក្ខណៈជាមួយនឹង state ហើយនឹង church ដល់ពេលចឹងទៅគេអត់ឲ្យយើងនិយាយពីរឿងព្រះទៅប្រាប់ពួកអ្នកដែលគេកំពុងតែលំបាកវេទនាពីព្រោះអ្នកខ្លះគេអត់ទទួលយកព្រះទេប៉ុន្តែយើងជាអ្នកគ្រីស្ទានចង់ជួយគេឲ្យគេដឹងពីព្រះហើយក៏ចង់ឲ្យគេស្គាល់ពីសេចក្តីស្រឡាញ់ដល់ពេលចឹងហើយក៏យើងសុំចិត្តថាទោះបីគេមិនទទួលព្រះគឺយ៉ាងណាក៏ឲ្យគេស្គាល់ពីសេចក្តីស្រឡាញ់ព្រះហើយទៅគេមានប្រូក្រាមមួយគឺគេអត់ឲ្យយើងនិយាយពីព្រះដល់ពេលយើងខ្ញុំថាខ្ញុំជាអ្នកគ្រីស្ទានខ្ញុំស្រឡាញ់ព្រះខ្ញុំចង់ឲ្យគេឮពីព្រះយេស៊ូវហើយតែចំពោះក្រុមដែលខ្ញុំធ្វើហ្នឹងគេអត់ឲ្យនិយាយបើកាលណានិយាយគេអាចកាត់យើងចេញឲ្យយើងធ្វើការតែខ្ញុំសូមព្រះសូមថាព្រះអង្គគង់ចាំផ្សាយពីព្រះអង្គគង់ចង់ឲ្យគេដឹងពីព្រះអង្គចាស់អ្នកទាំងអស់គ្នានេះគេមកនេះគេវេទនាគេអត់មានផ្ទះនៅគេអត់មានប្រភពចំណីអាហារហើយគេមានកូនគេមានស្ដីតែគេអត់មានទីលំនៅហើយព្រះវិហារទទួលឲ្យគេមានទីលំនៅក្នុងរយៈពេលមួយខែឬក៏2ខែទៅតាមលទ្ធភាពstate គេរកផ្ទះឲ្យបាននៅយើងជាអ្នកទទួលជួយឲ្យអាហារគេហើយកន្លែងឲ្យគេនៅក៏ដោះអាសន្នដល់ពេលហ្នឹងទៅខ្ញុំពេលដល់វេនខ្ញុំត្រូវធ្វើម្ហូបហើយខ្ញុំនឹងត្រូវទៅនៅជាមួយនឹងគេដែរយើងយកពេលចំណាយពេលជាមួយគេពួកគេត្រូវការអ្នកជួយគេត្រូវការមានការអីយើងជាអ្នកដែលជួយដល់គេដូចថាមាន emergency ឬក៏លក្ខណៈអីកើតឡើងនៅក្នុងពេលដែលគេរស់នៅក្នុងព្រះវិហារយើងយកវេកខ្ញុំសុខចិត្តខ្ញុំយក vacation ខ្ញុំធ្វើការខ្ញុំមកនៅជាមួយនឹងគេចំណាយមួយពេលជាមួយគេប្តីខ្ញុំគាត់អត់បានមកនៅជាមួយទេគាត់ក៏ប៉ុន្តែគាត់ជួយខ្ញុំក្នុងលក្ខណៈគាត់ជួយ
នៅពេលនោះខ្ញុំបានដូចពេលគេញ៉ាំពេលអាហារពេលល្ងាចអញ្ចឹងប៉ុន្តែអាហារពេលព្រឹកគេឲ្យញ៉ាំម្ហូបត្រជាក់ធម្មតាគេអាចធ្វើខ្លួនឯងតែពេលល្ងាចយើងធ្វើម្ហូបឲ្យគេអញ្ចឹងទៅឲ្យមានអាហារដាក់ឲ្យគេអញ្ចឹងទៅដល់ពេលទៅខ្ញុំទៅញ៉ាំអាហារជាមួយពួកគេគេតែងតែគេចូលចិត្តនិយាយពីរឿងព្រះប៉ុន្តែខ្ញុំចែកចាយពីរបស់អីដែលខ្ញុំមានគេសួរថាខ្ញុំមកពីណាខ្ញុំថាខ្ញុំខ្មែរហើយខ្ញុំមកពីកម្ពុជារួចទៅគេសួរពីខ្ញុំថាសូមឲ្យព្រះអង្គបើកផ្លូវឲ្យខ្ញុំគេសួរខ្ញុំពីជីវិតខ្ញុំថាខ្ញុំបាននិយាយប្រាប់ពីគេពីទុក្ខលំបាករបស់ខ្ញុំតែពេលយើងនៅសម័យយើងទាំងអស់គ្នាហើយខ្ញុំមិនអាចបកស្រាយទេខ្ញុំនិយាយពីទុក្ខលំបាកដល់ពួកគេហើយពួកគេក៏គេបាននិយាយពីទុក្ខលំបាកដល់ពួកយើងទាំងអស់ពួកខ្ញុំដែរខ្ញុំទាំងគ្នាឯងទេដែលមានអ្វីកើតជាមួយគ្នាចឹងដែរអ្នកដែលជួយគេអត់ឲ្យធ្វើគ្នាឯងទេដល់ពេលអញ្ចឹងទៅគឺខ្ញុំក៏បានចែកចាយដល់វាពីការដែលយើងនៅខ្ញុំប្រាប់ថាអ្នកឯងដឹងទេគឺការដែលខ្ញុំមកដល់ទីនេះគ្មានអ្នកណាអាចជួយខ្ញុំបានទេមានតែព្រះយេស៊ូវទេដែលជួយខ្ញុំបានហើយខ្ញុំក៏បានប្រាប់គេពីរឿងដែលការដែលខ្ញុំទុកលំបាកដែលខ្ញុំមានហើយការដែលខ្ញុំអត់ធ្មត់ដែលការដែលខ្ញុំបានរស់នៅពីស្រុកខ្មែរហើយនឹងការដែលខ្ញុំរស់នៅក្នុងសហរដ្ឋអាមេរិកថាតើខ្ញុំលំបាកយ៉ាងណាដែលខ្ញុំរស់នៅខ្ញុំធ្វើការនៅពេលនោះខ្ញុំប្រាប់គេពីរឿងថាខ្ញុំលំបាកគេប្រាប់ថារឿងគេតិចណាស់វាខ្លីណាស់វាមិនដល់នឹងរឿងអ្នកណាមិនគួរណានឹងខឹងហើយមិនគួរណានឹងស្អប់ដល់អ្នកដែលគេប្រាប់ពីរឿងព្រះខ្ញុំនិយាយថាខ្ញុំបានបែកអតាយខ្ញុំបែកលំពុកខ្ញុំហើយខ្ញុំញ៉ាំមកហូបចំណីអាហារជួនកាលទៅខ្ញុំញ៉ាំស្លឹកឈើកាលខ្ញុំនិយាយពីរឿងនៅពុកនេះប្រាប់ដល់ពួកគេបានហូរទឹកភ្នែកហើយគេចូលចិត្តស្ដាប់ពីខ្ញុំដែលខ្ញុំនិយាយពីព្រះយេស៊ូវដែលបានសុគតនៅលើជើងឆ្កាងនៅពេលនោះហើយដែលពួកបងប្អូននៅក្នុងក្រុមជំនុំថាស៊ីថាអ្នកឯងមិនបាននិយាយប្រាប់គេខ្ញុំថាខ្ញុំអត់មានរឿងអីដែលមិនប្រាប់គេបានពីរឿងព្រះយេស៊ូវដែលព្រះអង្គសុគតនៅលើជើងឆ្កាងហើយព្រះអង្គមានបញ្ជូនរស់ឡើងវិញហើយខ្ញុំរៀនពីព្រះអង្គក៏ប្រាប់ខ្ញុំថាឲ្យយើងផ្សាយដំណឹងល្អថ្វាយដល់ព្រះនៅពេលនេះខ្ញុំអត់អាចទុកបានទេខ្ញុំត្រូវតែប្រាប់ព្រះអ្នកឯងអត់អីទេអ្នកឯងរួចខ្លួនគេអត់រករឿងអ្នកឯងទេគេអត់មាន complain ពីអ្នកឯងនិយាយពីរឿងព្រះយេស៊ូវទេពួកអ្នកទាំងអស់គេសប្បាយគេមានដំណរនៅពេលនោះហើយដែលខ្ញុំសប្បាយថាព្រះប្រើខ្ញុំដឹងព្រះអង្គពួក